ក្រោយពីនារីម្នាក់បានបែកគ្នាជាមួយសង្សារចាស់អស់រយៈពេល8ជាលើកដំបូងហើយដែលបានតែស្មានមិនដល់សោះថាបុរសនោះបែកជាបណ្ដាស្រីម្នាក់ទៀតមកឲ្យនាងមើលជំងឺទៅវិញអ្នកទាំងពីរធ្វើជាមិនស្គាល់គ្នាបានយ៉ាងសំសួនបំផុតតែនៅពេលក្រឡេកឃើញបុរសនោះនិងស្រីម្នាក់ទៀតបង្ហាញភាពស្និទ្ធស្នាលដាក់គ្នាដោយអចេតនាក្នុងចិត្តរបស់នាងនៅតែមានអារម្មណ៍ឈឺអួរបន្តិចដែរព្រោះតែភាពទន់ភ្លន់របស់បុរសម្នាក់នេះកាលពីមុនធ្លាប់តែជារបស់នាងម្នាក់គត់តែនាងមិនបានចាប់អារម្មណ៍តតែសោះថាម្នាក់ប្រុសនោះតាំងពីដើរចូលមកគ្រប់វិនាទីតែម្ដងកែវភ្នែករបស់គេមិនដែលរំទោចេញពីខ្លួននាងឡើយអ្នកទាំងពីរចិត្តដិតខឹងខ្លាំងណាស់តាំងពីការរៀនវិទ្យាល័យពេញមួយសម័យកាលសិស្សសាលាពួកគេបានបន្សល់ទុកនៅការចងចាំដ៏អែមល្ហែមរាប់មិនអស់តែស្មានមិនដល់ថានៅពេលនាងរៀនចប់ភ្លាមបែរជាដើរចេញឆ្ងាយពីគេបន្តិចម្ដងទៅវិញខាងប្រុសខូចចិត្តខ្លាំងរហូតនិយាយពាក្យសម្ដីដាច់អង្ការថាក្រោយដើរចេញពីយប់នេះហើយគឺមិនត្រឡប់ក្រោយវិញដាច់ខាតបើលោកខ្លាំងចាំតែមើលទៅធ្វើឲ្យបានដូចសម្ដីទៅចុងក្រោយម្នាក់ប្រុសនោះក៏ដើរចេញពីផ្ទះដែលធ្លាប់រស់នៅជាមួយគ្នាជាច្រើនឆ្នាំទាំងជឿចាប់តែក្រោយពេលគេដើរចេញទៅបាត់ខាងស្រីបែរជាមិនអាចទប់អារម្មណ៍បានហើយយំសឹកសួរយ៉ាងខ្លាំងព្រោះតែមុននេះបន្តិចម្ដាយរបស់សង្សារបានមកជួបនាងហើយបង្ខំឲ្យអ្នកទាំងពីរស្រឡាញ់គ្នាមិនដើម្បីកុំឲ្យរំខានដល់ម្នាក់ប្រុសក្នុងការស្នងតំណែងក្រុមហ៊ុនគ្រួសារនាងមានតែបង្ខំចិត្តព្រមព្រៀងទាំងទឹកភ្នែកតែអ្នកទាំងពីរបែរជាមិនដឹងតតែសោះថាទោះបីជាពេលវេលាកន្លងផុតទៅ8ឆ្នាំទាំងពីរនៅតែជាមនុស្សម្នាក់ដែលស្ថិតក្នុងចិត្តរបស់ម្ខាងមិនអាចកាត់ដាច់បានឡើយទោះជាយ៉ាងណាពេលឃើញថាខាងប្រុសមានសង្សារថ្មីនៅក្បែរខ្លួនហើយក្នុងចិត្តដែលធ្លាប់តែមានអារម្មណ៍ខុសរបស់នាងក៏បានធូរស្រាលបន្តិចដែរតែនាងមិនដឹងតតែសោះថាក្មេងស្រីដែលរងរបួសនៅថ្ងៃនេះតាមពិតទៅត្រូវជាប្អូនជីដូនមួយរបស់ខាងប្រុសសោះដើមឡើយគិតថាការជួបគ្នារបស់អ្នកទាំងពីរគ្រាន់តែជារឿងចៃដន្យតូចមួយនៅក្នុងឆាកជីវិតតែប៉ុណ្ណោះអ្នកណាទៅដឹងថានៅថ្ងៃដែលខាងស្រីមកមើលមកគូដណ្ដឹងនោះបែរជាមកជួបចាំម្នាក់ប្រុសនោះម្ដងទៀតទៅវិញពិតជាចៃដន្យមែនណាលោកគ្រូពេទ្យជាងលោកប្រធានហ៊ឺរីករាយណាស់ដែលបានជួបលោកបុរសដែលមកមើលមុខនោះក៏ចំណាំបានព្រៀងពីអត្តសញ្ញាណដ៏មិនធម្មតារបស់ខាងទៀតទើបប្រញាប់ប្រញាល់ហុចកាត់ឈ្មោះរបស់ខ្លួនជូនទៅភ្លាមដើម្បីចង់បង្កើតភាពស្និទ្ធស្នាលហើយនៅពេលឯកជនបុរសនោះឃើញខាងស្រីស្គាល់គ្នាជាមួយលោកប្រធានធំក៏ចង់ឲ្យខាងស្រីជួយណែនាំខ្លួនឲ្យស្គាល់ផងដែរព្រោះតែខាងផ្នែកមេធាវីរបស់ពួកគេគឺត្រូវការពឹងផ្អែកលើទំនាក់ទំនងណានិយាយរួចហើយថែមទាំងធ្វើពុតជាប្រាប់ខាងស្រីថាកុំចាត់ទុកគេជាមនុស្សអាក្រក់ដែលចង់តង់ខ្សែអ្នកមានអីខាងស្រីក៏បានឆ្លើយតបយ៉ាងត្រជាក់ស្រេបថាអាចយល់បានតែនិយាយត្រង់ថាខ្លួននាងផ្ទាល់ក៏មិនមានបំណងចង់បន្តទំនាក់ទំនងជាមួយគេទៀតឡើយតែបុរសដែលមកមើលមុខនោះនៅតែមិនព្រមបោះបង់ចោលចិត្តឡើយគេបានឈរនៅខាងក្រៅសន្តាគារហើយសម្លឹងមើលទៅមុខមាត់ដ៏ស្រស់ស្អាតនិងទាក់ទាញរបស់នាងធ្វើឲ្យគេមើលឡើងភ្លឹកស្មារតីតែម្ដងចុងក្រោយទ្រាំមិនបានក៏លូកដៃខូចទៅរកនាងបាត់ចំពេលមានអាសន្នមានដៃដ៏មានកម្លាំងមួយបានមកចាប់គេជាប់លោកប្រធានហ៊ឺគ្រាន់តែផឹកស្របន្តិចសោះចង់មកលូកដៃលោកជាងអីចឹងហាហេលោកយកច្រឡំហើយតើសន្និដ្ឋានមកថាម្នាក់នេះជាសង្សាររបស់នាងមែនអត់បើមែនខ្ញុំនឹងដាក់ដៃរបស់គេទៅលើស្មារបស់នាងវិញរួចហើយសុំទោសគេមួយមកទៅតែបើមិនមែនទេខ្ញុំនឹងរុញគេទៅម្ខាងឲ្យបាត់តែម្ដងមិនមែនទេពេលបានលើចម្លើយតបរបស់ខាងស្រីហើយលោកប្រធានក៏បានរុញបុរសម្នាក់នោះចេញទៅឆ្ងាយភ្លាមបាត់ទៅលោកប្រធានបានសុំជូនខាងស្រីត្រឡប់ទៅផ្ទះវិញមិនបាច់ទេចាព្រោះមិត្តភក្តិរបស់ខ្ញុំកំពុងតែមកទទួលហើយតើជាមិត្តភក្តិដែលល្អបំផុតម្នាក់នោះមែនទេដែលមកទទួលនាងមើលទៅលោកប្រធានច្បាស់ជីចំពោះរឿងកាប់ដែលខាងស្រីធ្លាប់ដើរលេងចិត្តដិតជាមួយមិត្តភក្តិប្រុសផ្សេងទៀតនៅតែលាក់ក្នុងចិត្តមិនទាន់បាត់ខឹងនៅឡើយចំពេលនេះមិត្តរួមបន្ទប់របស់ខាងស្រីបានមកដល់ពេលឃើញមនុស្សធំម្នាក់នេះមិត្តរួមបន្ទប់ក៏ភ័យស្លុតស្លន់ស្លោអត់អាក្រក់ដែរស្មានតែខ្លួនឯងភ្នែកច្រឡំសោះនឹកស្មានមិនដល់ថាខាងស្រីបែរជាបានមកញ៉ាំបាយជាមួយមនុស្សធំដុំបែបនេះទៅវិញហើយនៅក្នុងពេលនេះលោកប្រធានក៏បានណែនាំខ្លួនទៅកាន់មិត្តរួមបន្ទប់ដោយផ្ទាល់តែម្ដងមិត្តរួមបន្ទប់ក៏បាននិយាយភ្លាមថាខ្លួនគាត់ក៏ជាអ្នកយកព័ត៌មានរបស់ទស្សនាវដ្តីបុគ្គលល្បីខាងពាណិជ្ជកម្មចង់អញ្ជើញលោកប្រធានធ្វើការសម្ភាសន៍ដាច់មុខមួយលោកប្រធានក៏បានយល់ព្រមយ៉ាងរហ័សខុសពីធម្មតាបំផុតមុនពេលដើរចេញទៅថែមទាំងបានរំលឹកជាពិសេសទៀតថាដល់ពេលចាំតាក់ទងទៅជំនួយការរបស់គេហើយប្រាប់ថាជាមិត្តភក្តិរបស់ខាងស្រីទៅបានហើយថ្ងៃបន្ទាប់មកខាងស្រីបានដើរមកពិនិត្យបន្ទប់អ្នកជំងឺបែរជាមកជួបចាំម្ដាយរបស់លោកប្រធានទៅវិញខាងស្រីក៏បានគិតតាមសម្រួលធម្មតាថានេះជាម្ដាយក្មេកដែលមកកំដរខាងស្រីដែលត្រូវត្រៀមខ្លួនវាកាត់ហើយចំណែកឯអ្នកម្ដាយពេលឃើញឈ្មោះរបស់ខាងស្រីទើបចំណាំបានថានេះជាសង្សារចាស់របស់កូនប្រុសខ្លួនសោះក្រោយពេលប្រាប់ពីកិច្ចការវាកាត់សម្រាប់ថ្ងៃស្អែករួចរាល់ហើយខាងស្រីក៏បានបង្វែរខ្លួនដើរចេញទៅតែស្រាប់តែដើរទៅបុកមួយទំហឹងជាមួយម្នាក់ប្រុសដែលទើបតែមកដល់ក្រោយពីទាំងស្មារតីអស់រយៈពេលខាងស្រីក៏ប្រញាប់សុំទោសហើយដើរចេញពីបន្ទប់អ្នកជំងឺបាត់ទៅចំណែកអ្នកម្ដាយមើលដឹងថាកូនប្រុសធម្មតារបស់ខ្លាំងណាស់បែរជាខំប្រឹងមកមើលនាងដល់ថ្នាក់នេះអូនស្រីជីដូនគឺអ្នកមាននិយាយបង្អាប់បងប្រុសជីដូនមួយមិនឈប់ឈរតតែសោះពីសកម្មភាពមុននេះបន្តិចអូនស្រីទើបតែដឹងថាតាមពិតទៅលោកគ្រូពេទ្យជាងនឹងបងប្រុសធ្លាប់ស្រឡាញ់គ្នាកាលពីមុនសោះមិនប្លែកទេដែលបងប្រុសដាច់ខាតត្រូវតែកំដរខ្លួនឯងមកមន្ទីរពេទ្យមួយនេះឲ្យក្រឡេកមកមើលខាងនេះវិញខាងស្រីកំពុងតែកាន់យ៉ាអ៊ូរជាតិបលូបេរីដែលក្មេងស្រីនោះឲ្យមកក្នុងចិត្តក៏នឹកឃើញព្រាមដល់រាល់ពេលដែលខ្លួនមានអារម្មណ៍មិនល្អកាលពីមុនសង្សារតែងតែទិញយ៉ាអ៊ូរជាតិបលូបេរីដែលនាងចូលចិត្តបំផុតមកឲ្យជានិច្ចដើម្បីធ្វើឲ្យនាងសប្បាយចិត្តតែចាប់តាំងពីអ្នកទាំងពីរបានបែកគ្នាទម្លាប់នោះមកនាងមិនដែលបានញ៉ាំយ៉ាអ៊ូរជាតិបែបនេះម្ដងណាទៀតឡើយនឹកស្មានមិនដល់ថាក្រោយពី8ឆ្នាំបានមកញ៉ាំម្ដងទៀតបែរជាបានមកពីសង្សារបច្ចុប្បន្នរបស់ខាងប្រុសជាអ្នកជួយយកខាងប្រុសនៅតែបន្តកំដរនៅក្បែរខ្លួនអូនស្រីជីដូនមួយរហូតបីដូចជាមិនចង់ត្រឡប់ទៅផ្ទះសោះឡើយពេលឃើញអូនស្រីកំពុងតែផ្ញើសារជែកលេងជាមួយអ្នកណាមិនដឹងគេក៏បានសួរនាំដោយក្តីចង់ដឹងទើបតែបានដឹងខាងស្រីនិងមិត្តភក្តិចិត្តរបស់នាងកំពុងតែផឹកស្រានៅក្នុងបារសោះខាងប្រុសលឺភ្លាមក៏ឆក់យកទូរស័ព្ទទៅសួរភ្លាមថាពួកគេកំពុងផឹកនៅបារមួយណាបងប្រុសឡានតោះទៅពេលបានលឺថាខាងស្រីនៅកន្លែងណាហើយលោកប្រធានក៏បានដើរតាមរកមើលរហូតដល់ឃើញតែម្ដងបន្ទាប់មកក៏បានឲ្យបងប្អូនល្អទៅអញ្ជើញពួកគេមកផឹកស្រាជាមួយគ្នាដែរនៅក្នុងវងផឹកស៊ីនោះអ្នកទាំងអស់គ្នាបានលេងហ្គេមនិយាយពាក្យពិតឬធ្វើតាមការបង្គាប់ខាងប្រុសចាប់បានគ្របលុបលាក់ពិន្ទុក៏ត្រូវចំគេមុនគេបង្អស់ហើយត្រូវបានគេសួរនៅចំពោះមុខមនុស្សតើការថាគ្នាកាលពីលើកមុនគឺនៅពេលណាដែរលោកប្រធានបានលួចទៅលេខមើលខាងស្រីបន្តិចដល់កន្ទុយភ្នែកហើយនិយាយយ៉ាងច្បាស់ថាគឺកាលពី8ឆ្នាំមុនថ្ងៃទី21ខែមេសាហើយពេលវេលាមួយនេះខាងស្រីក៏ចាំបានយ៉ាងច្បាស់ក្រឡែកដែរព្រោះវាជាថ្ងៃមុនពេលដែលអ្នកទាំងពីរត្រូវបែកគ្នាមួយថ្ងៃសោះកាលពី8ឆ្នាំមុនហានោះមិនមែនជាពេលដែលឯងនឹងជីវហឺអូខេតោះទៅមុខទៀតរឿងដែលចៃដន្យនោះគឺអ្នកដែលត្រូវចាញ់បន្តទៀតគឺខាងស្រីតែម្ដងលោកប្រធានបានជួយចាប់សន្លឹកបៀមួយសន្លឹកឲ្យនាងហើយត្រូវបានគេសួរថាតើបែកគ្នាជាមួយសង្សារចាស់ដោយសារមូលហេតុអ្វីគឺបែកគ្នាដោយសន្តិវិធីចាស់លោកគ្រូពេទ្យស្រីពិតជាចេះឲ្យនិយមនៃពាក្យថាសន្តិវិធីឡើងវិញមែនតើខាងស្រីមានអារម្មណ៍ថាបរិយាកាសមិនសូវស្រួលក៏រកលេសទៅបន្ទប់ទឹកបាត់ខាងប្រុសបែរជាឆ្លៀតឱកាសដើរតាមមកពីក្រោយដែរកាលពីឆ្នាំនោះពេលដែលនាងទាត់ខ្ញុំចោលនោះគឺធ្វើឡើងបានយ៉ាងអំនួតខ្លាំងណាស់មែនទេប្រហែលជាមានរឿងបែបហ្នឹងមែនហើយដឹងតែបើមកពិភាក្សាពីរឿងបញ្ហាមួយនេះនៅពេលបច្ចុប្បន្នវិញមិនបានឬពាក្យសម្ដីទាំងនេះចិត្តរបស់ម្នាក់ប្រុសធ្លាក់ចុះដូចទឹកកកភ្លាមធ្វើឲ្យគេទុកចិត្តមិនបានចង់ធ្វើជាអ្នកដើរចូលទៅរំដងទៀតតែខាងស្រីបែរជាដើរគេចវាចេញទៅបាត់ទៅហើយពេលយកត្រឡប់មកដល់ផ្ទះវិញលោកប្រធានបែរជាយកពាក្យសម្ដីដែលស្វែងរកពីនិយមន័យនៃការបែកគ្នាដោយសន្តិវិធីផ្ញើទៅឲ្យខាងស្រីមើលខាងស្រីបានស្ដាប់សារសម្លេងដែលខាងទៀតផ្ញើមកឲ្យនោះទើបដឹងថាគេច្បាស់ជាស្រវឹងមិនទាន់ដឹងខ្លួនទេនាងក៏មានអភ័យអរក្នុងការចុចទទួលការខលវីដេអូពីម្នាក់ប្រុសនោះឮសម្លេងពីខាងនោះស្រីក៏អ៊ុំមិនឈប់ថាពិបាកក្នុងខ្លួនណាស់ខាងស្រីក៏ប្រាប់គេដោយការពីមុនអីចឹងថាកុំឲ្យគេដេកកាប់មុខរហូតពេកហើយស្ដីបន្ទោសឲ្យគេថាហេតុអ្វីបានជាផឹកស្រាច្រើនដល់ខ្ញុំនឹងស្ដាប់តាមសម្លេងនាងគ្រប់យ៉ាងទាំងអស់ចុះតើនាងនៅស្រឡាញ់ខ្ញុំទៀតអត់ថាពួកយើងបែកគ្នាទៅហើយតើរឿងខ្ញុំផឹកច្រើនឬមិនច្រើនវាមិនពាក់ព័ន្ធនឹងនាងទេថ្ងៃបន្ទាប់មកម្នាក់ប្រុសដែលទើបតែស្វាងស្រាក៏មកទទួលអូនស្រីចេញពីពេទ្យបន្ទាប់មកទៀតស្រាប់តែមកស្ទាក់ផ្លូវខាងស្រីជាប់នៅក្នុងបន្ទប់អ្នកជំងឺតើលោកចង់ធ្វើស្អីនឹងគឺធ្វើនៅក្នុងមន្ទីរពេទ្យនឹងតែម្ដងទៅ